product របស់ខ្ញុំអញ្ចឹងនៅក្នុងadmin page ហ្នឹងមាន slide show អញ្ចឹងកន្លែង slide show ហ្នឹងខ្ញុំអាច add banner ជាប្រភេទ slide ហ្នឹងទៅកាន់ home page នេះបានអញ្ចឹងខ្ញុំបាន add វាចំនួន4 yes អញ្ចឹងចូលដល់កន្លែង design កន្លែង design ហ្នឹងខ្ញុំគ្រាន់ធ្វើការដូរ logo អាចដូរ logo នៅកន្លែង login បានហើយកន្លែង admin page បានចូលដល់ brand នៅក្នុង brand ហ្នឹងវាមានតិចតួចនេះចង់ add time ក៏បានដែរគាត់ថាខ្ញុំ add បាន2ហ្នឹងហើយទៅដល់មួយ category ហ្នឹងខ្ញុំដាក់តែ2ដែរវាមានជាប្រភេទ sunscreen ហើយនិង serum អញ្ចឹងចូលដល់កន្លែង product ហ្នឹងយើងអាច add ជានេះជាលក្ខណៈ image មានឈ្មោះមាន price ហើយអាច update អាច delete បានចាអញ្ចឹងនៅក្នុង home អញ្ចឹង product ទាំងអស់ហ្នឹងវា display មកនេះជា category មិញហើយនេះជា product ដែលខ្ញុំបាន add មកអញ្ចឹងយើងចូលដល់ប្រសេសបន្ទាប់តាក់ទងជាមួយនឹងការ add to cart អញ្ចឹងយើងធ្វើការចុចទៅលើ product ហ្នឹងដើម្បីធ្វើការទិញឬក៏ជ្រើសរើសដូចជា size ជា color អីចឹងបានតែគាត់ថាអានេះវាអត់សូវចាំបាច់ប៉ុន្មានទេអញ្ចឹងចូលដល់ add to cart yes អញ្ចឹង add to cart កន្លែងហ្នឹងយើងចូលមកកន្លែងនេះបានហើយអាច check out អាច PayPal កាត់លុយបានចា៎ជាចុងក្រោយការ demo វិជ័យរបស់ខ្ញុំត្រូវបានបញ្ចប់អរគុណលោកគ្រូ